ក្របមីស៊ីលចូលកាន់តែជ្រៅទៅហើយមានមនុស្សពីរនាក់បានស្លាប់ក្រោយមីស៊ីលរបស់អ៊ីរ៉ង់ហោះទៅវាយប្រហារទីក្រុង Haifa របស់អ៊ីស្រាអែលយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលដែលមានឈ្មោះថា Haaretz បានរាយការណ៍ថាសាកសពមនុស្សពីរនាក់ត្រូវបានរកឃើញនៅទីតាំងដែលត្រូវបានអ៊ីរ៉ង់វាយប្រហារកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យនៅលើអគារលំនៅឋាន6ជាន់នៅក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែលប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍បន្តថាក្រុមអ្នកជួយសង្គ្រោះកំពុងតែរកមនុស្ស2នាក់ផ្សេងទៀតដែលកំពុងតែបាត់ខ្លួននៅឡើយហើយនៅខាងក្រៅនេះក៏មានមនុស្សជាច្រើនអ្នកផ្សេងទៀតនៅក្នុងអគាររងរបួសផងដែរនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឡែកនៅអ៊ីរ៉ង់ឯណោះក៏រងការវាយប្រហារយ៉ាងដំណំពីសំណាក់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកផងដែរដោយនៅក្នុងទីក្រុងតេហេរ៉ង់មានមនុស្សយ៉ាងហោចណាស់13នាក់បានស្លាប់ករណីបាត់បង់ជីវិតនេះគឺកើតមានឡើងនៅក្នុងទីក្រុង Biharistan ដែលស្ថិតនៅភាគនិរតីនៅក្នុងទីក្រុងតេហេរ៉ង់ក្រោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារលើអគារលំនៅឋានចំនួន2នៅក្នុងទីក្រុងតេហេរ៉ង់ដដែលសាកលវិទ្យាល័យបច្ចេកវិទ្យា Zarif ក៏រងការវាយប្រហារផងដែរសូមបញ្ជាក់ថាចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមានសាកលវិទ្យាល័យជាច្រើនត្រូវបានវាយប្រហារនៅក្នុងនោះមានដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកទេសតេហេរ៉ង់និងសាកលវិទ្យាល័យ Zahid ជាដើមថាលោកត្រាំដាក់អសានវា10ថ្ងៃឲ្យប្រទេសអ៊ីរ៉ង់នឹងបើកច្រកសមុទ្រហូមូសឡើងវិញបើមិនអញ្ចឹងទេសហរដ្ឋអាមេរិកនឹងវាយប្រហារបំផ្លាញទីតាំងថាមពលនិងទឹកស្អាតមានស្ពានផ្លូវជាដើមរបស់ប្រទេសអ៊ីរ៉ង់ដាក់អសានវា10ថ្ងៃឥឡូវបានប្រហែលថ្ងៃឥឡូវដល់ហើយបើថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយហើយកាលពីថ្ងៃល្ងាចថ្ងៃសៅរ៍នោះប្រធានាធិបតីសហរដ្ឋអាមេរិករំលឹកខាងអ៊ីរ៉ង់ឡើងវិញថាឥឡូវនេះនៅសល់ពេលតែ48ម៉ោងទៀតទេអញ្ចឹងអ៊ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហូមូសឡើងវិញពីព្រោះនៅថ្ងៃច័ន្ទនេះក្នុងរង្វង់ម៉ោង8ល្ងាចនៅតំបន់មជ្ឈមបូព៌ានៅអ៊ីរ៉ង់ហ្នឹងបើមិនបើកច្រកសមុទ្រហូមូសបើមិនចុះកិច្ចព្រមព្រៀងជាមួយអាមេរិកគឺអាមេរិកចាប់ផ្ដើមវាយប្រហារហើយនេះជាការគម្រាមម្ដងទៀតពីព្រោះវា4លើកហើយម្ដងដាក់អសានវាទ48ម៉ោងឲ្យបើកច្រកសមុទ្រហូមូសអ៊ីរ៉ង់អត់បើកម្ដងទៀត5ថ្ងៃឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូមូសអ៊ីរ៉ង់អត់បើកម្ដងទៀត10ថ្ងៃហ្នឹងគឺចូលថ្ងៃច័ន្ទហ្នឹងហើយដាក់ផុតទៅហើយម្ដងទៀតហ្នឹងគឺមុន48ម៉ោងកាលពីថ្ងៃសៅរ៍នោះលោកត្រាំរំលឹកហើយថាឲ្យបើកច្រកសមុទ្រហូមូសបើមិនដូច្នោះទេសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមវាយប្រហារទៅលើទីតាំងថាមពលហើយនឹងស្ពាននៅទូទាំងប្រទេសអ៊ីរ៉ង់មានន័យថាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសអ៊ីរ៉ង់តែម្ដងឥឡូវអ៊ីរ៉ង់អត់ទាន់បើកទេរហូតមកដល់ពេលនេះជុំមានសញ្ញាណាខ្លះពីអ៊ីរ៉ង់មកដល់ថ្ងៃដែលអសានវាទមកដល់បាទលោកអាបាសារ៉ាក់ជីបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញលោកអាបាសារ៉ាក់ជីថាអ៊ីរ៉ង់មិនញញើតនឹងអាមេរិកទេហើយការគម្រាមរបស់លោកត្រាំនេះមិនមែនទើបលើកដំបូងទេលោកត្រាំអត់មានអ្វីក្រៅពីគម្រាមទេដូច្នេះការគម្រាមរបស់លោកត្រាំលើប្រទេសអ៊ីរ៉ង់នេះវាគ្មានន័យគ្មានសុភាពអ្វីខ្លាចលែងរអាហើយក៏មិនគោរពតាមដែរពីព្រោះការគម្រាមរបស់សហរដ្ឋអាមេរិកវាអត់មានប្រយោជន៍ដល់ប្រទេសអ៊ីរ៉ង់ទេអ្វីដែលអ៊ីរ៉ង់ធ្វើគឺអ៊ីរ៉ង់ត្រូវតែធ្វើហើយម្យ៉ាងទៀតចំពោះការជួបចរចាជាមួយសហរដ្ឋអាមេរិកក៏លោកត្រាំទៅសេតាមបណ្ដាញទ្រុសសូសរបស់លោកបណ្ដាញសង្គមទ្រុសសូសសម័យនេះថាថ្ងៃអង្គារស្អែកនេះអ៊ីរ៉ង់ត្រូវតែចូលតុចរចាបើមិនចូលតុចរចាទេគឺសហរដ្ឋអាមេរិកនឹងបំផ្លាញអ៊ីរ៉ង់ចោលលោកត្រាំប្រើពាក្យថាទ្វារនរកបើកទ្វារថានរកបើកហើយដូច្នេះអ៊ីរ៉ង់ត្រូវចូលតុចរចាបើមិនអញ្ចឹងទេអ៊ីរ៉ង់ត្រូវតែចូលទៅឋាននរកហើយជាការឆ្លើយតបមកវិញលោកអ៊ីប្រាហ៊ីមសូហ្វាការីជាអ្នកនាំពាក្យទីបញ្ជាការកណ្ដាលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានលើកឡើងឆ្លើយតបទៅលើលោកត្រាំវិញម្សិលមិញដែរថាទ្វារនរកបើកពិតប្រកបហើយព្រោះអ៊ីរ៉ង់ក៏ដឹងដែរប៉ុន្តែអាចសម្រាប់អាមេរិកមិនមែនសម្រាប់អ៊ីរ៉ង់ទេបាទដូច្នេះមានន័យថាសង្គ្រាមពាក្យសម្ដីឡើងកាន់តែខ្លាំងសម្រាប់សម្របសម្រួលមកវិញទាំងអាមេរិកទាំងអ៊ីរ៉ង់នៅតែមានភាពតានតឹងសម្លុតគ្នាគម្រាមគ្នាប៉ុន្តែអត់មានសញ្ញាធូរស្បើយទេ
ขนมสงครามได้โอเวอร์ไลน์ระยะเปรียบเทียบมาขายมาในบ้านบ่าเมื่อตัวอิหร่านอาจจะตกจอจาอิหร่านอันเตโปรประกายให้ประกายได้ขาดบาพูโลไปเซสเกียนมาสูดไปเซสเกียนประเทศในตะวันอิหร่านไปเจาะปีเลือกให้ถ้าตะโจตกตะจอจาถั่วไอ้บาหนีเยี่ยเนียมุนเละคันนั่งมันเตยแต่ให้อิหร่านมันตัวโยกเละคันอเมริกบ่าอเมริกก็มันต้อนตัวโยกเละคันอิหร่านได้ดังนั้นตะโจตกจอจาถั่วไอ้บาเตยถั่วตัวโยกบ่อเมริกอิหร่านอัดพร้อมตีผู้ให้แต่ไม่ยังติดอเมริกมันต้อนชลายต่อปีจุ่มน้อยได้อิหร่านจองบานพอปลุกอิหร่านจองบานเอาสหรัฐอเมริกไปจอบสงครามซองเลยอิหร่านติดปลุกสงครามนี้อเมริกหนึ่งอิสราเอลเนี่ยจับประดามจังดามไปจอบสงครามคืออเมริกอัดได้เจนตัวเตบ้านนี่เติร์ซองอิหร่านซองกาโคยคาดอิหร่านบ่าวมันซองอิหร่านมันเอาอเมริกได้เจนโดยสรุปตีเละคานอิหร่านมวยเตี้ยอเมริกหรือดอกมูลฐานตัวต่างอ๋อในขนมบอลมันชมโบเปียบ่าวมันดอกอิหร่านกับตอวิบหาแต่เรื่องมูลฐานตัวอเมริกในตู้เตี้ยงน้ำมันมันชมโบเปียชื่อการเตรียมเตี้ยบ่ให้อิหร่านได้อเมริกอัตวนคลายตอบให้ลูกทรัมป์เจ้าท่าเอาโจตกจอจ้าเมียนไก่โปร่งเปรี้ยงยังอิหร่านท่าเติร์เพื่อตามอิหร่านพอเติร์นิยเนียมุนสั้นจำโจตกจอจ้าบ่าวตัวนิยเนียนั้นโจตกจอจ้ามันไปยาวใหญ่จังมันอิหร่านอัดจอจ้าเต้ตัวใบเจลูกทรัมป์ได้เละคันเอาซาโนเวียเตี้ยได้ตรมไงเกียร์ใส่นั่งบ่าวมันจอจ้าคือไหวตอนแต่เลยนี่คือไงนี่มันดังท่าตาอเมริกเบียบ้าหรือกระยางน่ะปลูมือตื้อลุงสนัดโดยเชียสหรัฐอเมริกด้วยออกลาตะเพียบได้เหรอบ่าประมาณไงนี่ยังไม่ได้เกิดปีกาเบียบ้าก็ได้กาตูดก็ได้คือมือตื้อออกลาตะเพียบไปปวดเจ้กาไปไงปุ๊ดสัปดาห์มุนลุงทรัมป์บานไปเจ้าปังหานจะสาเทรณะท้าประปอนกาเปียมีซีหรือประปอนกาเปียได้นักการระบบตีร้องอ้อห้อยอเมริกเวียบ้าแต่ไงจันไงเกี้ยคืออิหร่านอ้อประปอนกาเปียได้นักการให้โดยเฉพาะสหรัฐอเมริกจังกำติอิหร่านเป็นนากับบานได้ตอนท้ายดอลไงซกจงสัปดาห์มุนนี้อิหร่านบังตำเละยนห่ออเมริกดอลใบเครื่องขนมไงแต่มวยคือบังตำเละยนห่อปีเครื่องเอาทำเพียกระจามาเครื่องบังตำเละยนห่อมาเครื่องแก่หา F-15E Strike Eagle ชื่อยนห่อตุ่มเนื้อปมพดระบสหรัฐอเมริกโยกาพ้องประโยชน์พองแต่ดอลอิหร่านบังตำเละบัดประมาณเมาคราวเมายนห่อมาเครื่องเตี้ยประเภท A-10 วอร์ช็อกแก่หาชูปรี A-10ประเภทชูปรีจะประเภทโยกาสำคัญให้ประโยชน์สำคัญเตี้ยอิหร่านบังทะเลเตี้ยเป็นได้บังทะเลตัวทำเพียงกระจะปีเครื่องแก่แบล็คฮอกนึงกติตุยขมาเออนะคือฮอตช่วยอากาศเย็นนั้นได้โหลดเจนปีโยนฮอได้ทะเลนั้นอิหร่านบังทะเลมาเครื่องเตี้ยยังใบกาเป็นไงสองนั้นโยนฮอผมตุ่มเนื้อปีเครื่องให้นวัตทำเพียงกระจะมาเครื่องให้ดอลเปบัตรนิวกมันเนี่ยบัตรอากาศเย็นนั้นมันเนี่ยปีปรวนในยนต์ฮอ F-15E Strike Eagle นั้นมีนปีรถปีเนี่ยนั่งมันเนี่ยบางบ่มันเนี่ยเทียดเนี่ยประโยชน์ให้บัตรเนี่ยประโยชน์เนี่ยเติมเราเคยงานติดนี่เราเคยงานติดสหรัฐอเมริกนึงก็ตรวมบ่อเยอะแต่บาทเตอพอท้ายขนมนึงก็มีเรื่องได้มีเรื่องเราตรองท่าแต่งลูกทรัมป์ปอนซับไซปอร์เมียนบอสหรัฐอเมริกท้ากรมจุ่มเนียงก็มองโดนึงช่วยเยอะแต่บาทหายตอนท้ายทางอิหร่านถ้าอัดตอนที่ในเรือได้อิหร่านนั่นเลยเฮ้ยจำพวกประกาศให้ช่วยอากาศเย็นนักมันเนี่ยนึงก็มันตอนเคยมีรูปเพียบไอ้บางหางตามประปอนตัวได้โดยเฉพาะสหรัฐอเมริกอ่างถ้าช่วยนึงเมียนมาเตะคลาเต้คือเชื่อถ้าช่วยแมนให้มาเตะคลาถ้าอาเต้ปีพวกอัดตอนเคยรูปมนุษย์นึงเต้เมียนแต่ปอร์เมียนแต่อัตอนเคยอย่างการเยือนนั่งบางหายมกตามเจาะตัวหรือประปอนซับไซนาตียังเป็นในเรื่องบันดังไอเย่นั่งจ้องไปเจาะท่าเบี้ยเข้าไปลูกตามไปเจาะกาเป็นไงอย่างเกี้ยท่าไอร้องบาดบองสมาร์ทเพียบประปอนได้นักกะเราเป็นไงซกบ้านเทะยนหอมเร็กโดยใช้สำได้ลูกตามนึงมันตรำเตยตีปีปลัวตีเนี่ยเงียจารการหม่ำเร็กผมเมียนลูกตามปีเลยไง
ថាអ៊ីរ៉ង់អត់ទាន់អស់ទេប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់នៅរឹងមាំណាស់អត់អាចយកយន្តហោះទៅទម្លាក់ទៅហោះឆ្វេងផ្ដាល់ប្រទេសផ្ដាស់ធ្លាក់អស់ឥឡូវហើយតែលោកត្រាំអត់ជឿដល់ពេលថ្ងៃសុកនឹងធ្លាក់ឥឡូវនេះមានភាពវឹកវរលោកត្រាំគម្រាមដល់អ៊ីរ៉ង់ទៀតណាគម្រាមថាវាប្រហារទៅលើទីតាំងធម្មពលហើយនឹងស្ពានផ្លូវជាដើមប្រទេសអ៊ីរ៉ង់នៅក្នុងរាត្រីថ្ងៃច័ន្ទនេះតែម្ដងបាទលោកស្រីបើតាមការបញ្ជាក់របស់លោកជុំវិញការពមៀនរបស់លោក Donald Trump ដែលជំរុញឲ្យអ៊ីរ៉ង់បើកច្រកហោះមកប៉ុន្តែកាលពីសប្តាហ៍មុនបើតាមនាងខ្ញុំចាំលោក Trump ក៏បានលើកឡើងពីចំណុចនេះដែរថាគាត់អត់ខ្វល់ទេថាចង់បិទរហូតក៏បានដែរហេតុអីបានជាលោក Trump នៅតែបន្តដាក់គំនាបទៅលើអ៊ីរ៉ង់មួយចំណុចទៀតមុននេះនាងខ្ញុំចាប់អារម្មណ៍ចំណុចមួយតាក់ទងទៅនឹងសង្គ្រាមវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់គឺជាអ្នកចាប់ផ្ដើមបើសិនជាសហរដ្ឋអាមេរិកដើរចេញក៏ត្រូវតែសងវាអាចជាមូលហេតុសំខាន់ដែលលោកត្រាំនៅតែនិយាយអះអាងថាអ៊ីរ៉ង់ខ្សោយអញ្ចេះដើម្បីជំរុញឲ្យអ៊ីរ៉ង់ចូលតុចរចាដើម្បីដាក់ចេញទៅលើគេហៅថាកិច្ចព្រមព្រៀងមួយដើម្បីកិច្ចពីការសងនេះទេចាបាទតាមពិតអញ្ចឹងមែនតាមស្ដាប់ទៅដូចរឿងមួយពីរឿងហូម៉ូសចាសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកពឹងផ្អែកតិចណាស់ច្រកសមុទ្រហូម៉ូសហ្នឹងអញ្ចឹងប្រទេសជាសម្ព័ន្ធមិត្តហ្នឹងជាពិសេសបណ្ដាប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុបដែលពឹងផ្អែកខ្លាំងលើច្រកសមុទ្រហូម៉ូសហ្នឹងបើខ្លួនឯងទៅបាទតាមពិតនិយាយនេះគាត់ចង់សម្រាលទេបើច្រកសមុទ្រហូម៉ូសសហរដ្ឋអាមេរិកនៅតែមានសម្ពាធយ៉ាងម៉េចត្រង់ថាសហរដ្ឋអាមេរិកទោះមិនសូវជាពឹងផ្អែកក៏ដោយប៉ុន្តែសង្គ្រាមនេះចាប់ផ្ដើមឡើងដោយអាមេរិកនិងអ៊ីស្រាអែលអញ្ចឹងបើសិនជាសហរដ្ឋអាមេរិកមិនចាប់ផ្ដើមសង្គ្រាមជាមួយអ៊ីរ៉ង់មានន័យថាអ៊ីរ៉ង់អត់បាត់ទេច្រកសមុទ្រហូម៉ូសជាដែនទឹកដឹកទំនិញសេរីអ៊ីរ៉ង់អត់ដែលធ្វើទុកបុកម្នេញអីទេប៉ុន្តែដោយសារសហរដ្ឋអាមេរិកធ្វើសង្គ្រាមនឹងហើយបានជាអ៊ីរ៉ង់បិទច្រកសមុទ្រហូម៉ូសការបិទច្រកសមុទ្រហូម៉ូសនេះជាបៀមួយសន្លឹករបស់ប្រទេសអ៊ីរ៉ង់ដើម្បីជំរុញឲ្យប្រទេសជាសម្ព័ន្ធមិត្តនិងមិនមែនសម្ព័ន្ធមិត្តអាមេរិកនឹងដាក់សម្ពាធឲ្យសហរដ្ឋអាមេរិកជាអ្នកដោះស្រាយអញ្ចឹងបើទោះបីជាសហរដ្ឋអាមេរិកមិនសូវពឹងផ្អែកក៏សហរដ្ឋអាមេរិកមានតួនាទីដោះស្រាយដែរអាមេរិកត្រូវតែដោះស្រាយព្រោះចំណងនេះអាមេរិកអ្នកចងបាទអញ្ចឹងត្រូវតែដោះស្រាយហើយរឿងច្រកសមុទ្រហូម៉ូសនេះដំបូងលោកត្រាំទាមទារឲ្យប្រទេសជាសម្ព័ន្ធមិត្តដូចមានជប៉ុនបារាំងអង់គ្លេសអាល្លឺម៉ង់ចិនជាដើមទៅជួយអំពាវនាវឲ្យប្រទេសនោះទៅជួយបើកច្រកសមុទ្រហូម៉ូសពេលដែលប្រទេសទាំងនោះបដិសេធមិនទៅលោកត្រាំបែរជានិយាយថាមិនបាច់ទេអាមេរិកគាត់តែលោចិត្តមើលទេអាមេរិកបើកខ្លួនឯងក៏បានដែរពេលដែលបើកមិនបានសហរដ្ឋអាមេរិកបែរជាស្ដីបន្ទោសសម្ព័ន្ធមិត្តថាមិនអើពើនឹងប្រយោជន៍ខ្លួនឯងទៅវិញនៅនេះរឿងលោកត្រាំនឹងរឿងសាំញ៉ាំបន្តិចហើយចំពោះបន្ទុកវិញបើទោះជាអាមេរិកមិនទទួលផលច្រើនពីច្រកសមុទ្រហូម៉ូសក៏អាមេរិកត្រូវតែមានភារកិច្ចបើកច្រកសមុទ្រហូម៉ូសឡើងវិញតាមរយៈនិយាយគ្នាជាមួយអ៊ីរ៉ង់ឬតាមរយៈការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ត្រង់ឲ្យសហរដ្ឋអាមេរិករួចខ្លួនមានន័យថាមិនមានការទទួលខុសត្រូវការបិទច្រកសមុទ្រហូម៉ូសនេះគឺអត់ទេបន្ទុកនៅតែសហរដ្ឋអាមេរិកដដែលហើយសំណួរមួយទៀតមិញភ្លេចទៅចាសំណួរមួយទៀតនេះដោយសារតែលោកសេរីបានលើកឡើងថាបើសិនជាអាមេរិកដើរចេញដោយមិនមានហេតុផលអាមេរិកគឺត្រូវសងពីការខូចខាតនៃបញ្ហាសង្គ្រាមនេះអញ្ចឹងវាអាចជាមូលហេតុសំខាន់ដែលលោកត្រាំនៅតែបន្តនិយាយបង្អាក់ថាអ៊ីរ៉ង់ខ្សោយអញ្ចេះទាំងដែលអ៊ីរ៉ង់ថានៅតែអាចបន្តសង្គ្រាមអញ្ចឹងណាចាបាទមានន័យថាអាមេរិកអត់អាចដើរចេញទៅទេបានទេធ្វើសង្គ្រាមអញ្ចឹងមានខ្លះគេលើកឡើងមានជាចម្ងល់ឬក៏អាចជាមតិថាប៉ះសិនបើសហរដ្ឋអាមេរិកដើរចេញលែងធ្វើសង្គ្រាមអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសវិញហើយមិនបាច់ឆ្ងល់ច្រើនទេអញ្ចឹងអាមេរិកត្រូវតែដើរចេញតាមពិតមិនមែនទេបើអាមេរិកដើរចេញមិនធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ក៏អ៊ីរ៉ង់មិនមែនឲ្យអាមេរិកដើរចេញដែរអ៊ីរ៉ង់នៅតែបិទច្រកសមុទ្រហូម៉ូសនោះមានសេណារីយ៉ូ3ទី1អ៊ីរ៉ង់អាចបិទច្រកសមុទ្រទាំងស្រុងដោយទាមទារឲ្យអាមេរិកត្រឡប់មកទទួលខុសត្រូវវិញនេះបើសិនបើសហរដ្ឋអាមេរិកដើរចេញដោយមានកិច្ចព្រមព្រៀងបាទគឺអ៊ីរ៉ង់បិទច្រកសមុទ្រនឹងឲ្យអាមេរិកឡប់មកទទួលខុសត្រូវវិញសេណារីយ៉ូទី2អ៊ីរ៉ង់អាចបិទខ្លះបើកខ្លះហើយនឹងយកលុយថ្លៃដឹកជញ្ជូនធ្វើឲ្យគេបន្ទោសអាមេរិកនឹងទៀតអាមេរិកក៏ត្រូវត្រឡប់មកវិញដែរហើយសេណារីយ៉ូមួយទៀត
គឺសហរដ្ឋអាមេរិកបើកចំហសម្រាប់សម្ព័ន្ធមិត្តប៉ុន្តែបិទទាំងស្រុងសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកមានអ៊ីស្រាអែលបណ្ដាប្រទេសនៅអឺរ៉ុបអាមេរិកគង់តែវិលមកវិញដដែលដូច្នេះមានន័យថាច្រកសមុទ្រហ័រមូសនេះគឺអាមេរិកត្រូវតែទទួលខុសត្រូវมันអាចដើរចេញដោយទេទេអញ្ចឹងបានជាលោកត្រាំចង់ចរចានិយាយម៉ាត់ណាក៏ចរចាម៉ាត់ណាក៏ចរចាទោះបីជាបច្ចេកទេសសង្គ្រាមអ្នកដែលសុំចរចាអ្នកចាញ់ក៏ដោយក៏លោកត្រាំអត់ខ្មាស់គេត្រង់ថាធ្វើម៉េចឲ្យចរចាបានជាកិច្ចព្រមព្រៀងមានន័យថាការទទួលខុសត្រូវរបស់អាមេរិកក៏ត្រូវចប់បាទពីព្រោះមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ចឹងហើយបានជាអាមេរិកចង់បានកិច្ចព្រមព្រៀងដោយសារតែបើមិនមានកិច្ចព្រមព្រៀងអាមេរិកក៏ដើរចេញអត់បានដែរចា៎ដើរចេញអត់បានឥឡូវនេះនៅតែគម្រាមវាយប្រហារទៅលើទីតាំងថាមពលគម្រាមវាយប្រហារទៅលើទីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមានស្ពានមានផ្លូវជាដើមនៅប្រទេសអ៊ីរ៉ង់ប៉ុន្តែគ្រាន់តែលទ្ធភាពរបស់អាមេរិកក៏មិនសូវមានដែរបាទពីព្រោះឥឡូវនេះប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់គឺថ្មីហើយចេញមកថ្មីមានប្រសិទ្ធភាពទៀតអញ្ចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងគ្រាន់តែថ្ងៃសុក្រមួយថ្ងៃបាញ់ទម្លាក់យន្តហោះទំនើប2គ្រឿងឧទ្ធម្ភាគចក្រទំនើប1គ្រឿងទៀតក្នុងថ្ងៃតែមួយតែធ្វើឲ្យសហរដ្ឋអាមេរិកក៏មិនសូវជាហ៊ានជាមួយប្រទេសអ៊ីរ៉ង់ដែរបាទចុះតាការតាមដានរបស់អ្នកតាមដានអ្នកសេដ្ឋកិច្ចក្តីគេមើលឃើញថាវាអាចអូសបន្លាយយូរទៀតដែរឬយ៉ាងណាជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈមបូព៌ានេះលោកស្រីសង្គ្រាមនៅមជ្ឈមបូព៌ាអាចអូសបន្លាយយូរដោយសារតែទាំងអ៊ីរ៉ង់ទាំងសហរដ្ឋអាមេរិកហាក់មិនបន្ទន់ជំហរទេបាទហើយបើនិយាយពីឈ្នះចាញ់វិញបើអាមេរិកឈ្នះឬអ៊ីរ៉ង់ឈ្នះគឺពិបាកបាទដោយសារសហរដ្ឋអាមេរិកដល់ថាឲ្យចាញ់អ៊ីរ៉ង់ស្រួលក៏មិនដែរព្រោះអាមេរិកជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកលេខ1មហាអំណាចយោធាក៏លេខ1ដែរអញ្ចឹងឲ្យមកចាញ់ប្រទេសអ៊ីរ៉ង់ខ្សោយហ្នឹងអត់ទេបាទហើយអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះឲ្យចាញ់អាមេរិកក៏អត់ដែរពីព្រោះប្រទេសអ៊ីរ៉ង់ដឹងអស់ហើយអំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណាអ៊ីរ៉ង់ហៅអាមេរិកថាអ្នកដែលលេខ1ប្រទេសលេខ1ដែលប្រកែកខាងបច្ចេកវិទ្យាផ្លូវអាកាសមានយន្តហោះចម្បាំងច្រើនមានទំនើបកម្មផ្នែកបច្ចេកវិទ្យាខ្លាំងដល់មកប៉ះអ៊ីរ៉ង់ចាត់ទុកថាវាជារឿងខ្លាកដាស់អាមេរិកអត់មានអីខ្លាំងទេបាទដូច្នេះមានន័យថាសង្គ្រាមអូបន្លាយយូរដោយសារតែអ៊ីរ៉ង់ក៏មិនចាញ់អាមេរិកក៏មិនចាញ់នៅពេលបច្ចុប្បន្ននេះឲ្យអាមេរិកកំទេចអ៊ីរ៉ង់ទាំងស្រុងទៅអត់រួចទេពីព្រោះបើឈ្នះហើយជាងមួយខែហើយបើអាមេរិកប្រើលទ្ធភាពដើម្បីដូចថាកំទេចអ៊ីរ៉ង់ឬថាឲ្យអ៊ីរ៉ង់ចាញ់គឺអាមេរិកធ្វើហើយมันអាចអូសបន្លាយដល់ជាងមួយខែទេព្រោះសង្គ្រាមនេះចាប់ផ្ដើមតាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2021អញ្ចឹងឥឡូវមកដល់ពេលនេះគឺមួយខែ7ថ្ងៃហើយបាទថ្ងៃទី6អញ្ចឹងមួយខែ7ថ្ងៃហើយបើសហរដ្ឋអាមេរិកបញ្ចប់អ៊ីរ៉ង់បានគឺអាចធ្វើប៉ុន្តែអាមេរិកមិនអាចដូចនេះការគម្រាមវាយប្រហារទៅលើទីតាំងថាមពលហ្នឹងមានក្តីបារម្ភមួយក្តីបារម្ភនៅត្រង់អ៊ីរ៉ង់មានគេហៅថាទីតាំងនុយក្លេអ៊ែរស៊ីវិលមួយគេហៅ booster នៅតាមសមុទ្រពាក់នៅមាត់សមុទ្រពាក់ហើយបើអាមេរិកផ្ដាច់ភ្លើងវាយប្រហារផ្ដាច់ចរន្តអគ្គិសនីអ៊ីរ៉ង់ដោយលោកត្រាំគម្រាមមានន័យថាវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរហ្នឹងកាលណាវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ booster របស់ប្រទេសអ៊ីរ៉ង់នេះវានឹងឆាបឆេះលេចធ្លាយជាតិវិទ្យុសកម្មចូលទៅក្នុងសមុទ្រពាក់បាទប្រទេសដែលនៅទល់មុខអ៊ីរ៉ង់នឹងមានបារ៉ែនកាតាគុយវ៉ែតអារ៉ាប់រួមប្រទេសបារ៉ែនកាតាអារ៉ាប់រួមគុយវ៉ែតនេះគឺអត់មានទឹកសាបទេគឺចម្រាញ់ទឹកប្រៃនឹងធ្វើជាទឹកសាបដើម្បីប្រើប្រាស់បើអាមេរិកវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរស៊ីវិល booster របស់អ៊ីរ៉ង់នឹងជាតិវិទ្យុសកម្មនឹងលេចធ្លាយចូលទៅក្នុងសមុទ្រពាក់បាទគេប្រៀបធៀបថាសមុទ្រពាក់ដូចទឹកមួយថ្លុកចឹងអត់ហូរទេទឹកមួយថ្លុកនឹងវាវិលនៅនឹងអញ្ចឹងបើសិនបើសមុទ្រពាក់នឹងពោពេញដោយជាតិវិទ្យុសកម្មដែលលេចធ្លាយចេញពីទីតាំងនុយក្លេអ៊ែរ booster របស់ប្រទេសអ៊ីរ៉ង់ដែលអាមេរិកនិងអ៊ីស្រាអែលវាយប្រហារហ្នឹងមានន័យថាប្រទេសទាំងអស់ហ្នឹងស្លាប់ទាំងអស់ហ្នឹងបាទពីព្រោះនាយករដ្ឋមន្ត្រីកាតាបានគម្រាម2លើកទៅលើសហរដ្ឋអាមេរិកឲ្យអាមេរិកទទួលខុសត្រូវពីព្រោះខ្លួនមានទីតាំងស្តុកទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងរង្វង់តែ3ថ្ងៃទេបើសិនជាទឹកឈូងសមុទ្រពាក់នឹងពោពេញដោយជាតិវិទ្យុសកម្មមានន័យថាយកទឹកហ្នឹងមកចម្រោះអត់បានទេ
ចា៎ អត់បានទេព្រោះមានជាតិវិទ្យុសកម្មហើយវិជីវៈចម្រុះនៅក្នុងសមុទ្រដូចតែត្រីជាដើមហ្នឹងក៏អត់មានដែរពីព្រោះវិទ្យុសកម្មពេញហ្នឹងដែរគេហៅទឹកមួយថ្លុកហ្នឹងថាទឹកមួយថ្លុកនៅហ្នឹងពោពេញដោយជាតិវិទ្យុសកម្មដូច្នេះប្រទេសទាំងអស់នៅជុំវិញឈូងសមុទ្រពាក់ហ្នឹងនឹងប្រឈមនឹងវិបត្តិអមនុស្សទោធ្ងន់ធ្ងរដោយសារតែគ្មានទឹកប្រើប្រាស់ បាទ ដូច្នេះមិនដឹងថាសហរដ្ឋអាមេរិកនឹងអាចវាយប្រហារឬក៏អត់ហើយអ៊ីរ៉ង់ពមៀនហើយថាអ៊ីរ៉ង់ចម្ងាយពី Bushehr នឹងទីតាំងនៅក្លេអានឹងទៅទីក្រុងតេហេរ៉ង់ 1200 គីឡូអ៊ីរ៉ង់អាចយកទឹកពីតំបន់ឈូងសមុទ្រអូម៉ង់យកមកប្រើប្រាស់បានប៉ុន្តែគុយវ៉ែតកាតាបារ៉ែនអារ៉ាប់រួមជាដើមអត់មានទឹកផ្សេងយកមកជំនួសឈូងសមុទ្រពាក់នឹងទេ បាទ ដូច្នេះបើសហរដ្ឋអាមេរិកវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរស្មើនឹងសម្លាប់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន បាទអញ្ចឹងយើងមានតែតាមដានថ្ងៃនេះបន្តទៀតទេព្រោះអសានដល់ថ្ងៃនេះចាំមើលលទ្ធផលយ៉ាងណាលោកស្រីនឹងជម្រាបជូនបងប្អូននៅម៉ោងបន្តទៀតដែរអរគុណលោកស្រីជួបគ្នាឱកាសក្រោយបាទ អរគុណបាទ ចាទស្សនិកជនជាទីមេត្រីលោកនាងបានទស្សនានៅការជម្រាបជូននៅព្រឹត្តិការណ៍ពិភពលោកសំខាន់ដែលតាក់ទងទៅនឹងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ពីកម្មវិធីដំណឹងពេលព្រឹកក៏នៅតែបន្តតាមដានដើម្បីបង្ហាញជូនដល់លោកនាងនៅក្នុងកម្មវិធីផ្សាយជាបន្តទៀតនៅពេលនេះពីកម្មវិធីសូមសម្រាប់បន្តិចសិន រីករាយជាមួយនឹងការផ្ដល់ជូនដ៏អស្ចារ្យសម្រាប់បំណាច់ឆ្នាំ